សូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Money Talk Podcast នៃសាកលវិទ្យាល័យអន្តរជាតិ Paragon ដែលរៀបចំឡើងដោយក្លឹបធនាគារនិងហិរញ្ញវត្ថុថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងយ៉ាងណាមិញនាងខ្ញុំឈ្មោះឆាយសុកបញ្ញាគឺជាអ្នកសម្របសម្រួលក៏ដូចជាអ្នករៀបចំនៃការពិភាក្សាដ៏ស៊ីជម្រៅមួយនេះជាធម្មតាសិស្សនិស្សិតជាច្រើនគាត់តែងតែមានភាពស្ទាក់ស្ទើរមានភាពភ័យខ្លាចក្នុងការបង្កើតអាជីវកម្មរបស់ពួកគាត់ថាតើគាត់គួរចាប់ដើមពេលឥឡូវអត់ឬក៏បន្តិចទៀតទើបគាត់អាចចាប់ដើមបានឧទាហរណ៍ថានិស្សិតទើបតែចប់ទី12ឬគាត់ចូលដល់វ័យចូលសាកលវិទ្យាល័យគាត់តែងតែមានភាពភ័យខ្លាចថាតើខ្ញុំគួរតែបង្កើតអាជីវកម្មឥឡូវឬក៏ចាំតិចទៀតជាភាសានោះគឺនិស្សិតដែលហ៊ានតាក់ទងជាមួយនឹងខាង business ធនាគារហិរញ្ញវត្ថុក៏ដូចជាគណនេយ្យពួកគាត់ចង់ដឹងថាពេលគាត់ហ៊ានអញ្ចឹងទៅពេលចាប់ដើមទៅដូចអញ្ចឹងដែរអត់ហេតុដូចនេះហើយទើបខាងយើងលើកឡើងនៅប្រធានបទមួយលើកឡើងថា the right time to start the business ហើយថ្ងៃនេះខ្ញុំបានចម្រាញ់នៅសំណួរជាច្រើនដែលសិស្សគ្រប់គ្នាក៏ដូចជាខ្ញុំផងដែរឆ្ងល់ថាតើពេលវេលាមួយណាដែលស័ក្តិសមនឹងការបង្កើត business មួយនេះហើយតកតងប្រធានបទខាងលើនេះយើងខ្ញុំបានអញ្ជើញវាគ្មិនដល់ពិសេសពិសាលដែលគាត់គឺជាអាជីវករផងជាគ្រូបង្រៀនផងជាពិសេសនោះគឺគាត់បានចែកម្លែកបទពិសោធន៍ទាំងក្នុងជីវិតពិតនិងនៅក្នុងមេរៀនបង្កាំងពួកខ្ញុំអញ្ចឹងសូមជំរាបសួរអ្នកគ្រូសូឡាចាជំរាបសួរអូនចាសុខសប្បាយអ្នកគ្រូសុខសប្បាយអូនចាខាងអូនវិញសុខសប្បាយធម្មតាប៉ុន្តែរៀងវឹកវរបន្តិចឯនេះរៀងវឹកវរអញ្ចឹងអ្នកគ្រូអាចណែនាំខ្លួនឯងបានអត់អ្នកគ្រូចាអរគុណចាជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំឈ្មោះជ្រាកុសលសូឡានាងខ្ញុំគឺជាគ្រូបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យអន្តរជាតិ Paragon ទៅលើជំនាញគណនេយ្យហើយនិងហិរញ្ញវត្ថុហើយខ្ញុំក៏ជាអ្នកមើលការថាអ្នកមើលការចាស់ថាអ្នកមើលការខុសត្រូវចំពោះអាជីវកម្មលក្ខណៈគ្រួសារមួយដែលខ្ញុំបន្តពីឪពុកម្ដាយខ្ញុំចាដែលអាជីវកម្មហ្នឹងគឺជាលក្ខណៈសន្តាគារហើយគឺគាត់ start គាត់ចាប់ផ្ដើមអាជីវកម្មតាំងពីឆ្នាំ1998មកហើយទៅយើងទៅតែ update មកជាសន្តាគារនៅមួយឆ្នាំចុងក្រោយនេះអញ្ចឹងរៀងរវល់បន្តិចអរគុណចាអ្នកគ្រូអរគុណអ្នកគ្រូដូចដែលបានលើកឡើងខាងលើអញ្ចឹងចំពោះថានិស្សិតមួយចំនួនគាត់តែងតែមានភាពភ័យខ្លាចឬក៏មានភាពស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមអាជីវកម្មរបស់ពួកគាត់អញ្ចឹងក្នុងអំឡុងពេលសិក្សាហ្នឹងចង់ដឹងថាអ្នកគ្រូយល់យ៉ាងណាដែរចំពោះការបង្កើតអាជីវកម្មដោយខ្លួនឯងអរគុណច្រើនអូនចំពោះសំណួរតាមពិតទៅទាំងក្នុងថ្នាក់និស្សិតគ្រប់គ្នាខ្ញុំតែងតែលើកទឹកចិត្តថាជំនាញរៀនជំនាញអីក៏ដោយយើងគួរតែចាប់ផ្ដើមស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ហើយពេលថាស្គាល់ពីខ្លួនឯងនេះបើខ្ញុំនិយាយថាស្គាល់ពីខ្លួនឯងអ្នកខ្លះថាខ្ញុំអ្នកគ្រូខ្ញុំអត់តស្គាល់ខ្លួនឯងនឹងដឹងខ្លួនឯងស្រឡាញ់អីចូលចិត្តអីអញ្ចឹងពេលខ្លះប្អូនត្រូវតែបកទៅសួរឪពុកម្ដាយរបស់ប្អូនថាប៉ាម៉ាក់ដឹងអត់ថាកូនយើងហៅថាមានដងអីពីកំណើតណាមានដងអីឬក៏បកាយខាងអីពីព្រោះក្មេងម្នាក់គាត់មានទេពកោសល្យខុសគ្នាចាហើយផ្សំទៅនឹងបរិស្ថានដែលគាត់រស់នៅដោយខ្ញុំលើកឧទាហរណ៍ដូចខ្ញុំតាមពិតទៅខ្ញុំរឿងជំនាញគណនេយ្យខ្ញុំមិនសូវចង់រៀនហ្មងទេតាមតចាប៉ុន្តែដោយសារតែឪពុកម្ដាយខ្ញុំគាត់ជាមន្ត្រីរាជការប៉ុន្តែក៏គាត់មានអាជីវកម្មតាំងពីខ្ញុំនៅតូចអញ្ចឹងខ្ញុំធំធាត់ឡើងជាមួយនឹងអាជីវកម្មផ្ទះជួលចាផ្ទះជួលសន្តាគារហើយដល់ពេលដែលខ្ញុំទៅរៀននៅបរទេសហ្នឹងក៏ខ្ញុំរៀនបដាខ្ញុំឆ្លៀតធ្វើនិយាយសួរសាហារកស៊ីជំនាញហ្នឹងដែរអញ្ចឹងតើអានេះគឺជាចឹងថាយើងធំធាត់មួយបរិស្ថានហ្នឹងអញ្ចឹងនេះគឺជាដងរបស់យើងអញ្ចឹងខ្ញុំតែងតែលើកទឹកចិត្តបងវិញខ្ញុំតែងលើកទឹកចិត្តបងប្អូននិស្សិតថាអូនត្រូវស្គាល់ខ្លួនឯងច្បាស់ត្រូវដឹងអំពីទេពកោសល្យឬក៏ប៉ាម៉ាក់អូនរកស៊ីអីចាអញ្ចឹងអូនអាចពីព្រោះយើងធំអាហ្នឹងហើយអ្នកខ្លះក្មេងខ្លះគាត់អាយុ17 18ឆ្នាំទៅគាត់ចាប់ដើមអាជីវកម្មមួយថ្មីស្រឡាងចឹងនឹងពិបាកមែនតើប៉ុន្តែបើសិនជាបងអូនចាប់យកទេពកោសល្យឬក៏ចង់និយាយថាមជ្ឈដ្ឋានដែលអូននៅតាំងពីអូនដឹងក្តីមកណាអាហ្នឹងគឺអូនមានភាព bonus មួយថាមានភាពខ្លាំងមួយដែលអ្នកខ្លះគាត់អត់ដែលដឹងហើយបាត់វិសោធន៍នឹងពីមកចាអញ្ចឹងខ្ញុំគិតថាគួរតែចាប់ផ្ដើមអាជីវកម្មចាពីព្រោះក្មេងសម័យឥឡូវច្រើនតែបើអាជីវកម្មដោយមិនដែលមានបាត់វិសោធន៍អញ្ចឹងវាជារឿងមួយដែលពិបាកហើយទៅជាហេតុយើងធ្វើឲ្យថាមានអាជីវកម្មមួយចំនួនគាត់
ខ្សែធនឬក៏គាត់ឈប់កដាទីចាអញ្ចឹងបកមកវិញគួរតែចាប់ដើមអាជីវកម្មពីទេពកោសល្យនិងមើលមជ្ឈដ្ឋានជុំវិញរបស់យើងបើមកយើងរកស៊ីអីហើយភ្ជាប់នឹងដែរខ្ញុំក៏ធ្លាប់ដឹកនាំនិស្សិតឆ្នាំទី4សាណាឬក៏ធ្វើគម្រោងអាជីវកម្មរាល់ក្រុមពួកក្រុមនិស្សិតមកបងប្អូននិស្សិតមកខ្ញុំតែងសួរថាក្នុងចំណោមទាំងអស់គ្នាហ្នឹងតើមានអ្នកណាប៉ាម៉ាក់រកស៊ីខាងអីខ្ញុំសួរយ៉ាងហ្មងពីព្រោះអីនៅពេលដែលប៉ាម៉ាក់រកស៊ីខាងអីហ្នឹងគឺគាត់ចេះអាហ្នឹងពីមុនមកហើយអញ្ចឹងបើសិនជាគាត់រៀបទៅសេគម្រោងផែនការអាជីវកម្មសម្រាប់ឆ្នាំទី4របស់គាត់អញ្ចឹងគឺគាត់អាចរំលេចឡើងនូវភាពខ្លាំងរបស់គាត់ហើយអ្នកខ្លះពេលខ្លះរឿងហ្នឹងអ្នកខ្លះបើនិយាយទៅអ្នកខ្លះអាចដឹងទេប៉ុន្តែវាមានពិតមែនចាអញ្ចឹងគួរតែចាប់អាជីវកម្មចាអ្នកគ្រូអញ្ចឹងចោះចំពោះនិស្សិតមួយចំនួនដែលគាត់មិនមែនជាអ្នកកូនអ្នករកស៊ីនិយាយឲ្យសមរម្យឲ្យ simple តើគាត់គួរចាប់ដើមអាជីវកម្មគាត់នៅពេលដែលរៀនសូត្រដែរអត់មិញដូចខ្ញុំបានលើកឡើងអញ្ចឹងមិញខ្ញុំនិយាយពីរណាគឺទី1ទេពកោសល្យទី2មជ្ឈដ្ឋានរស់នៅអញ្ចឹងអូនត្រូវមើលទេពកោសល្យរបស់អូនជំនាញខាងអីបងអូនស្រឡាញ់អីបើនិយាយថាជំនាញវាពិបាកព្រោះទៅមករៀនមហាវិទ្យាល័យណាថាស្រឡាញ់អីចឹងដូចបងអូនចឹងបងអូនដែលដឹងខ្លួនឯងស្រឡាញ់អីពីមុនមកនិយាយស្មោះត្រង់ទៅខ្ញុំស្រឡាញ់ខាងច្បាប់ហើយមិនខ្ញុំរៀនខាងដោយសារតែមានខាងគ្រួសារគាត់ជំរុញអញ្ចឹងទៅក៏បានមករៀនខាងធនាគារនិងហិរញ្ញវត្ថុទៅអូខេគ្រូក្នុងការរកស៊ីមនុស្សភាគច្រើនណាពាក្យថារកស៊ីគាត់ច្រើនតែនឹកឃើញបើកហាងយកទំនិញឬក៏យកអវ៉ាន់ពីប្រទេសណាយកមកលក់ឬក៏ដាំដុះផលិតផលកសិកម្មមកយកមកលក់គាត់គិតថារបស់នឹងរកស៊ីប៉ុន្តែបងប្អូនមានដែរគិតទេថាជំនាញទេពកោសល្យរបស់បងប្អូនណាក៏អាចធ្វើជារបររកស៊ីដែរណាឥឡូវនិយាយចាក់ស្ដែងដូចខាងក្រុមយើងណាចាក្រុមយើងនៅពេលដែលគាត់បង្កើតក្លឹបនេះឡើងបងអូននឹងមាន team អាចរៀនចេះសរសេរ script ណាចេះសរសេរអីអញ្ចឹងសួរថាតើអូនអាចធ្វើជាសំទោសណាជា marketing team បានអត់បានចាអញ្ចឹងរបស់ហ្នឹងគឺជាអាហ្នឹងរឿងរកស៊ីអញ្ចឹងខ្ញុំចង់បញ្ជាក់ថារឿងរកស៊ីកន្លែងនេះមិនមែនថាទាល់តែយកដំណាំពីកសិករយកមកលក់ទិញផលិតផលយកមកលក់បន្តហើយគឺជំនាញរបស់យើងក៏យើងអាចរកស៊ីបានដែរហើយបើនិយាយអស់ហ្មងណាអូនបកកាយខាងអីក៏អូនអាចធ្វើទៅជាគេហៅ tutor ភាសាអង់គ្លេសគ្រូបង្រៀនក្រៅមកចាតែឃើញឡើយគេផុសក្នុង YouTube អីច្រើនទេអូនចាហ្នឹងអាហ្នឹងក៏រកការរកស៊ីដែរអូនចាអ្នកគ្រូដោយការរៀននិងការគ្រប់គ្រងអាជីវកម្មគឺជារឿងដ៏សំខាន់ទាំងពីរប៉ុន្តែយើងអាចធ្វើទាំងពីរក្នុងពេលតែមួយបានទេដោយសារតែពេលខ្លះពេលយើងនៅរៀនយើងមាន assignment យើងមាន presentation យើងមានប្រឡងជាច្រើនតើយើងអាចធ្វើដូចម្តេចដើម្បីអាចគ្រប់គ្រងពេលវេលាបានយើងគ្រប់គ្រងពេលវេលាបើនិយាយតាមទ្រឹស្ដីនិយាយតាមត្រង់តាមទ្រឹស្ដីគាត់និយាយ work life balance មានន័យថាធ្វើឲ្យជីវិតការងារហើយនិងជីវិតរស់នៅឲ្យមានភាពតុល្យភាពណាតែជីវិតពិតអត់ទេអូនអញ្ចឹងយើងទៀមទាថាយើងត្រូវមានការវិភាគរបស់យើងច្បាស់លាស់ចាមានការវិភាគរបស់យើងច្បាស់លាស់ម៉ោងណាទៅម៉ោងណាយើងធ្វើអីយើងរកស៊ីឬក៏យើងតបឆាតជាមួយភ្ញៀវឬក៏យើងណាត់ជួបភ្ញៀវយើងត្រូវរៀបការវិភាគរបស់យើងម៉ោងណារៀនម៉ោងណារកស៊ីម៉ោងណាធ្វើការហើយបើសួរថាតើប៉ះពាល់ទៅដល់រឿងលទ្ធផលការរៀនសូត្រអត់ខ្ញុំនិយាយតាមត្រង់គឺប៉ះពាល់ដែរចាប៉ុន្តែបងអូនត្រូវយល់ថាអញ្ចឹងមានសេដ្ឋកិច្ចថៃឯណោះសេដ្ឋកិច្ចគឺមានពាក្យមួយហៅថា opportunity cost មានថាយើងត្រូវបោះបង់មួយយើងចាប់យកមួយអញ្ចឹងក្នុងជីវិតអត់មានអីល្អអត់ខ្ចោះឬក៏ perfect ទាំងអស់ទេអូខេក៏មិនប្រកាសថាអ្នកនីតិ A ហ្នឹងគាត់ជោគជ័យនៅក្នុងអាជីវកម្មដែរពីព្រោះការរៀនគឺយើងធ្វើ research ច្រើនយើងអត់បានដឹងនៅជីវិតខាងក្រៅទេហើយមិនប្រកាសថាអ្នកនីតិ C ឬក៏នីតិ D ហ្នឹងគាត់មិនជោគជ័យអាជីវកម្មដែរអញ្ចឹងអូនដែលមើលសភៅខ្ញុំភ្លេចទេអ្នកនិពន្ធគាត់ដាក់ថានឹងជាភាសាអង់គ្លេសណាគាត់ដាក់ថាអ្នកសិស្សនីតិ C ធ្វើការឲ្យសិស្សធ្វើមែនណាធ្វើសិស្សនីតិ A ធ្វើការសិស្សនីតិ C ចាអញ្ចឹងមិនមែនគេបើអាប់ទេប៉ុន្តែគេចង់និយាយថាជីវិតពិតវាអត់មានអី perfect ទាំងអស់ឬក៏ល្អខ្ចោះទាំងអស់ទេអញ្ចឹងការអូនរៀនបាក់ឌុបអូនប្រឹងយកនីតិ A ព
ពូពេលហ្នឹងម្នាក់ៗនាំគ្នាអួតនីតិ ចាអ្នកគ្រូ ដល់ពេលរៀនមហាវិទ្យាល័យប្រឹងយក GPA បានខ្ពស់ណាអួត GPA ប៉ុន្តែសួរដល់ថាពេលអូនចេញធ្វើការមែនតើអូនយក GPA ទៅអួតគ្នាទៀតអត់ ចាអញ្ចឹងអាហ្នឹងគឺជាជីវិតពិតអញ្ចឹងន័យថាมันប្រកាសថាលទ្ធផលយើងរៀនមិនសូវជាល្អប្រសើរហើយអាជីវកម្មយើងមិនល្អទេពីព្រោះយើងចំណាយពេលច្រើនទៅលើរឿងអីមួយហើយក៏ខ្ញុំតែងតែនិយាយនៅក្នុងថ្នាក់ពួកយើងហ្នឹងថាការប្រឡងហើយការធ្វើ assignment ការធ្វើលំហាត់ដែលគ្រូដាក់ជូនទៅនឹងជាក្រុមក៏ដោយជាផ្ទាល់ខ្លួនក៏ដោយខ្ញុំតែងតែចង់ឲ្យធ្វើលំហាត់ជា assignment នឹងច្រើនពីព្រោះពេលប្រឡងទិញតែទន្ទិញមេរៀនដល់ពេលប្រឡងហើយប្រឡងចប់ហើយផ្លេចអស់ ចាអត់បានអនុវត្តផ្ទាល់ អត់បានអនុវត្តផ្ទាល់ទេប៉ុន្តែបើសិនជាធ្វើ assignment ណាគឺអូនចំណាយពេលយូរមកណា ចា អញ្ចឹងអូនចំណាយពេលយូរគឺអូនចេះជាងចាំមិនខ្ញុំអាសា assignment ឲ្យ អញ្ចឹងអ្នកគ្រូចង់ឲ្យយើងចេះទេ ចង់ឲ្យចេះទេយ៉ាងហ្នឹងហើយពីព្រោះតាមត្រង់អញ្ចឹងហើយបានខ្ញុំតែងតែនិយាយថាខ្ញុំចូលចិត្តដាក់ assignment ជាក្រុមឬក៏ជា individual ឲ្យដើម្បីឲ្យពួកគាត់មានពេល research ពីព្រោះនៅពេលដែលមានពេល research ចាំហើយតែចាំហើយថាថ្ងៃក្រោយ5ឆ្នាំក្រោយក៏10ឆ្នាំក្រោយជួបឲ្យរឿងហ្នឹងអាចចាំ ចា បងប្អូនយូរប៉ុណ្ណឹងបងប្អូនអត់នេះទេប៉ុន្តែខ្ញុំចប់ថ្នាក់ទី12ដូចចង់20ឆ្នាំហើយប៉ុន្តែគ្រូដែលគាត់និយាយរឿងហ្នឹងមកនៅពេលយើងទៅធ្លាប់ធ្វើ research រឿងហ្នឹងនៅចាំ ចាចាអ្នកគ្រូ ហ្នឹងហើយប៉ុន្តែបើថាប្រឡង ប្រឡងផ្លេចអស់បាត់យើងពេញតែទិសដី នឹកឃើញអ្នកគ្រូនិយាយអញ្ចឹងខ្ញុំចាំដល់ឥឡូវរៀននៅ IFL និយាយរៀងសេក្រៅសកាបន្តិចសំដែងរឿងអ្នកគ្រូរៀនអក្សរសិល្ប៍អង់គ្លេសយើងរៀនជាទូទៅខាងថ្នាក់គេផ្សេងគ្រាន់តែឲ្យឡើង presentation នេះចាប់បាត់ហើយប៉ុន្តែគ្រូខ្ញុំគាត់ឲ្យយើងសំដែងជាឈុតឆាកហ្នឹងតែម្ដង មិនដែរ អញ្ចឹងចាំដល់អ្នកគ្រូទោះបីរៀន10រឿងក៏នៅចាំទាំង10រឿងចាំទាំងឈ្មោះអ្នកនិពន្ធទៀតអ្នកគ្រូ ហ្នឹងត្រឹមត្រូវអញ្ចឹងមិនថាយើងចំណាយពេលច្រើនមួយរបស់អស់ហ្នឹងណាអញ្ចឹងយើងចាំជាងហ្នឹងហើយ បន្ទាប់ពីដឹងថាយើងអាចហ៊ានបដាយើងធ្វើការបដាហើយនឹងការគ្រប់គ្រងពេលវេលាតែមានមតិមួយតែងតែចង់សួរថាតើពេលយើងរៀនចប់ហើយយើងអាចទៅធ្វើអាជីវកម្មហ្មងឬក៏ធ្វើការឲ្យគេសិនដោយសារតែមានអ្នកនិយាយថាយើងធ្វើការឲ្យគេសិនយកបទពិសោធន៍សិនឬថាចង្ងំយកពឹសសិនទើបអាចបង្កើតអាជីវកម្មខ្លួនឯងបានចាអ្នកគ្រូ ចាអញ្ចឹងអូនសំណួរអូនចង់សួរថាតើយើងចេញរៀនចប់ហើយបើអាជីវកម្មតែម្ដងឬក៏យ៉ាងណាអញ្ចឹងเนาะ ចាអ្នកគ្រូ អូខេចំពោះសំណួរនេះបើសិនជាអូនសួរអ្នកផ្សេងអាចនឹងមានចម្លើយផ្សេងប៉ុន្តែសម្រាប់ខ្ញុំតាមរយៈបទពិសោធន៍ខ្ញុំយល់ថាធ្វើការគេសិន ចា ពីព្រោះអីបានធ្វើការគេសិនណាទោះជាប៉ាម៉ាក់យើងជាអ្នករកស៊ីក្នុងវិស័យហ្នឹងក៏ដោយប៉ាម៉ាក់យើងជាមន្ត្រីរាជការឬក៏អ្នកធ្វើការផ្សេងមិនមែនជាអ្នករកស៊ីក៏ដោយយើងនៅជាមួយប៉ាម៉ាក់យើងនៅក្នុង comfort zone មានថាបរិស្ថានហ្នឹងយើងស៊ាំអញ្ចឹងបរិស្ថាននឹងស៊ាំបើសិនជាប៉ះប៉ាម៉ាក់ដែលគាត់រៀងតឹងរឹងយើងក៏អាចដឹងពេលគាត់ស្ដីឲ្យអញ្ចឹងណាតែបើប៉ាម៉ាក់ណាគាត់រៀងសំដីគាត់រៀងទុនភ្លុនផ្អែមល្ហែមគាត់មិនសូវចេះស្ដីឲ្យកូនអញ្ចឹងពួកយើងអត់ដឹងថាយើងខុសអីរហូត ចា អញ្ចឹងតើបើសិនជាទៅធ្វើការឲ្យគេមិនដែរ គេស្ដីឲ្យ គេស្ដីឲ្យហ្នឹងឯង ចុះសាច់ឈាមគ្នាផង ចាអញ្ចឹងពីព្រោះខ្ញុំក៏អញ្ចឹងដែរខ្ញុំធ្លាប់បាននិយាយលេងក្នុងថ្នាក់ថាតាមពិតទៅខ្ញុំឪពុកម្ដាយខ្ញុំគាត់ឲ្យខ្ញុំជិះឡានតាំងពីនៅក្មេងៗអញ្ចឹងណាប៉ុន្តែនៅតែលួចទៅធ្វើការអត់ឲ្យឪពុកដឹងឯងព្រោះឪពុកខ្ញុំគាត់ច្រើនតែ care ខ្ញុំច្រើនហ្នឹងហើយដែលខ្ញុំជាកូនច្បងចាឪពុកគាត់ច្រើនតែ care យើងកូនស្រីផង ចា ប៉ុន្តែនៅតែលួចធ្វើការអូនដឹងមិនទេតែធ្វើការអញ្ចឹងហ្នឹងដូចជាធ្វើការឲ្យអង្គការសេដាក់កាលហ្នឹងគេប្រមូលអង្គសម្រូបណាអង្គធម្មជាតិទុកឡាននៅសកលកាលហ្នឹងរៀននៅសកលភូមិន្ទភ្នំពេញទុកឡាននៅសកលប៉ុន្តែឲ្យជិះម៉ូតូមួយពួកម៉ាក់ទៅធ្វើការអត់ហ៊ានយកឡានទៅកន្លែងធ្វើការទេកុំឲ្យគេថាអូជិះឡានមកធ្វើការ ចា ហើយឪពុកខ្ញុំក៏អត់ដឹងដែរដល់ទៅមិនដឹងដល់ពេលដែលគេធ្វើ poster ហ្នឹងឃើញរូបខ្ញុំថាធ្វើការពីការ លាក់អត់ចិត្តបន្តទៅលាក់លេងចិត្ត ហើយនៅពេលដែលខ្ញុំទៅរៀននៅអូស្ត្រាលីចាខ្ញុំរៀននៅបណ្ឌិតនៅអូស្ត្រាលីហ្នឹងក៏ខ្ញុំធ្វើការឲ្យគេដែរខ្ញុំធ្វើការតាំងពីបកប្រែអត្ថបទនៅ World Vision Australia ហើយនឹងជា customer service នៅហាងអញ្ចឹងណាអញ្ចឹងធម្មតាធ្វើការឲ្យគេឲ្យយើងជានិស្សិតបរទេសទៀត
ខុសគេស្អីខុសហ្នឹងហើយហើយយើងធ្វើការ ground level អញ្ចឹងគឺយើងដឹងអារម្មណ៍បុគ្គលិក ចាអ្នកគ្រូ ដឹងអារម្មណ៍ថាការងារមួយហ្នឹងពិបាកអត់ដល់ពេលថ្ងៃក្រោយយើងជាម្ចាស់អាជីវកម្មយើងដឹងថាការងារមួយនេះពិបាកអញ្ចឹងយើងគួរតែសម្រួលបែបណាឲ្យបុគ្គលិករបស់យើងតែបើសិនជាយើងអត់ដែរទៅធ្វើការគេសោះយើងអត់ដែរធ្វើការគេហៅថា level ពីថ្នាក់ក្រោម ពីថ្នាក់ក្រោមមកហ្មងណាយើងអត់ដឹងទេ ត្រូវ យើងអត់ដឹងទេ ចាអ្នកគ្រូ រហូតដល់បុគ្គលិកខ្ញុំឥឡូវមួយចំនួនណាពីផ្ទះខាងរៀបបន្ទប់គាត់ថាមិនហីបងថាខ្ញុំរហូតបងឯងសាក់រៀបខ្លួនឯងមិនណាគ្នាយើងទាំងអស់ហ្នឹងមុនបានរៀបហ្នឹងអាហ្នឹងខ្ញុំអ្នកបរៀនមុនគេតាពីព្រោះខ្ញុំធ្លាប់ខ្ញុំនៅអូស្ត្រាលីគឺខ្ញុំធ្លាប់ធ្វើការរៀបបន្ទប់បានទៅជាបានកន្លះឆ្នាំតែដោយសារតែការងារអត់ពេកក៏ខ្ញុំឈប់ទៅអញ្ចឹងណាអញ្ចឹងខ្ញុំរៀបបន្ទប់សំទោសណានិយាយអស់ហ្មងដោះបកូនរៀបអីខ្លួនឯងទាំងអស់ ចាអ្នក ហើយបន្ទប់មួយគេឲ្យរៀបតែម្នាក់ទេ អូ ចាហើយក្នុងនោះគេគិតមកឥឡូវថាបន្ទប់ក្រែមួយ45នាទីភ្ញៀវ check out យើងសម្អាតណាអញ្ចឹងទោះជាអូនធ្វើដល់50នាទី1ម៉ោងក៏គេគិតម៉ោងប្រាក់ម៉ោងយើងទៅ45នាទីដែរតែបុគ្គលិកខ្ញុំឥឡូវស្រួលផងឥឡូវបន្ទប់មួយរៀបគ្នា2នាក់ហើយរៀបកន្លះម៉ោងទាន់ហើយទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងដឹងនៅពេលដែលយើងធ្វើការគេទៅយើងដឹងថាការងារណាស្រួលការងារណាពិបាកហើយយើងអាចជួយសម្រួលបុគ្គលិកដែរហើយក៏យើងអាចងាយក្នុងការចាប់បុគ្គលិកខូចដែរ ចាអ្នកគ្រូពួកយើងធ្លាប់ធ្វើ យើងធ្លាប់ធ្វើ ពីទូចមកដែរចា ហ្នឹងហើយអញ្ចឹងក៏មកកុហកខ្ញុំថាចេះអានេះខ្ញុំធ្លាប់ឆ្លងហើយ ចាអ្នកគ្រូអញ្ចឹងការធ្វើការឲ្យគេសិនទៅបើក business តាមក្រោយគឺពិតជាល្អមែនតើពេលខ្លះយើងអាចដឹងទុកធុរៈបុគ្គលិកខាងក្រៅបង្គាប់យើងអាហ្នឹងវាអត់ affect ទៅលើ mental health របស់គាត់ផង ហ្នឹងហើយព្យាយាមចង់និយាយថានៅពេលដែលអូនខ្ញុំដូចជាធ្លាប់បាន share បទពិសោធន៍ថាកូនស្រីលោកអតីតប្រធានាធិបតីអាមេរិកណាលោកអូបាម៉ាគាត់ជាប្រធានាធិបតីប៉ុន្តែគាត់ដូចជាធ្លាប់ខ្ញុំភ្លេចមិនដឹងថាកូនស្រីច្បងកូនស្រីបើទេធ្លាប់ឲ្យកូនស្រីគាត់ចាប់ធ្វើការដំបូងនៅហាង McDonald ចានឹងខ្ញុំធ្លាប់ share នៅក្នុងថ្នាក់នេះត្រូវទេ ចាអ្នកគ្រូ ហើយនឹងកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោកថាស៊ីនស៊ីនរ៉ាបាត្រាខ្ញុំអត់ចាំថាកូនស្រីគាត់ហ្នឹងជានាយករដ្ឋមន្ត្រីបច្ចុប្បន្នឬក៏បងស្រីគាត់មួយទៀតណាក៏គាត់ធ្លាប់និយាយថាគាត់ជាមហាសេដ្ឋីទូរគមនាគមន៍នៅថៃចំណោះនោះប៉ុន្តែគាត់នៅតែឲ្យកូនគាត់ធ្វើការដំបូងគឺរត់តុកហើយអូនសម័យមើលតកោគាត់តកោអ្នករកស៊ីរឿងអីគាត់មិនចាំកូនរៀនចប់យកកូនធ្វើជានាយកប្រតិបត្តិឬក៏អីតែម្ដងតែប៉ុន្តែគាត់នៅតែឲ្យកូនគាត់ចាប់ដើមពី ការងារតូចមកសិន ការងារតូចមកសិនណាការងារតូច ចា ហ្នឹងហើយតើដែលយើងធ្វើការអញ្ចឹងតើយើងដឹងអារម្មណ៍ពួកគាត់ឈិលឱកាសនេះដែរក៏ខ្ញុំចង់ផ្ដាំទៅបងប្អូននិស្សិតណាថាកុំប្រកាន់ការងារថាឥឡូវយើងរៀនបញ្ញាបត្រខាងធនាគាររ៉ាញ់ធុតតែការងារគណនេយ្យការងារធនាគារខ្ញុំធ្វើអត់ទេអូនការងារអីក៏បង្រៀនបងអូនដែរហើយខ្វះអីឥឡូវការងារឥឡូវដែលគាត់មានវេនដែលគាត់ឆ្លាស់វេនគ្នាបានណាហើយនឹងវេនសៅរ៍អាទិត្យអញ្ចឹងបងអូនត្រូវតែឆ្លៀតធ្វើយ៉ាងណាឲ្យមានបទពិសោធន៍ការងារបើសិនជាអត់មានបទពិសោធន៍ទេចាំរៀនចប់4ឆ្នាំចាំបើកអាជីវកម្មក៏ចូលធ្វើការហ្មងគឺពិបាកសម្របខ្លួនពីព្រោះនៅក្នុងការងារគឺបង្រៀនយើងនៅបំណិនជីវិតណែបំណិនជីវិតហើយនិយាយតាមត្រង់ខ្ញុំធ្លាប់រើសបុគ្គលិកនៅកន្លែងខ្ញុំនេះនិយាយត្រង់ហ្មងដើម្បីចែករំលែកបទពិសោធន៍ជូនបងប្អូនប្រសិនបើគាត់រៀនចប់4ឆ្នាំហើយអត់ដែលមានបទពិសោធន៍ការងារសោះខ្ញុំក៏ពិបាកនឹងរើសដែរពីព្រោះខ្ញុំដឹងថាគាត់មានចំណេះដឹងតាក់ទងជំនាញរបស់គាត់ប៉ុន្តែគាត់អាចនឹងមិនមានបំណិនជីវិតក្នុងការធ្វើការជាក្រុមទេពីព្រោះនៅពេលយើងធ្វើការជាក់ស្ដែងអាការងារជាក្រុមណាអាភាពបត់បែនទៅតាមសមាជិកក្រុមអានឹងគឺជារឿងសំខាន់ចាអ្នកគ្រូខ្ញុំយល់ឃើញអញ្ចឹងដែរបទពិសោធន៍ការងារមិនចាំបាច់ថាការងារនឹងត្រូវជំនាញយើងឬក៏អត់ឬក៏យើង apply ការងារហ្នឹងទៅបទពិសោធន៍ដែលយើងមានហ្នឹងទៅត្រូវការងារយើងនឹងអត់ទេសំខាន់គឺការ work ជា team management team ឬក៏គេហៅមួយទៀតគឺ communicate skill communication skill ចាអ្នកគ្រូគឺពិតជាសំខាន់អញ្ចឹងចំពោះបទពិសោធន៍វិញតាមការសង្កេតមើលឃើញថាសាកលវិទ្យាល័យនីមួយៗគាត់តែងតែមានសកម្មភាពជាច្រើនដើម្បីឲ្យសិស្សានុសិស្សគាត់ហ៊ានបន្ថែមទៀតទៅលើកម្មវិធីសិក្សាដូចជា workshop
ហើយចំពោះ club activity ដូច banking and finance club របស់ពួកយើងតែងតែមាន training ជារៀងរាល់2សប្តាហ៍ម្ដងណាមួយទៀតគឺមានការចុះ MOU ពីស្ថាប័នផ្សេងៗជាមួយនឹងសាកលវិទ្យាល័យក្នុងនាមយើងជានិស្សិតតើយើងគួរប្រើប្រាស់ធនធានរបស់សាលាដែលបានផ្ដល់ឲ្យ free របស់យើងនេះយើងប្រើយ៉ាងណាដើម្បីឲ្យវាមានតម្លៃនិងអាចនិយាយបានថាជាដើមទុនសម្រាប់ការចាប់ផ្ដើមអាជីវកម្មរបស់ពួកយើងតាមពិតទៅនិយាយតាមត្រង់សម័យឥឡូវគឺបងប្អូនសំណាងតែសាកលវិទ្យាល័យដែលបងរៀនទាំងអស់ហ្នឹងគឺមានចុះ MOU ជាមួយខាងណាយើងអាចចូលរួមសកម្មភាពហ្នឹងណាជំនាន់ខ្ញុំរៀនឆ្នាំ2006ដល់2010បញ្ញាបត្រនៅស្រុកខ្មែរហ្នឹងគឺខ្ញុំរៀននៅភូមិន្ទភ្នំពេញប៉ុន្តែថ្មីបិទតែគាត់មានចុះ MOU មិនតែពេលខ្លះតែសារតែអាចចំនួននៃការផ្ដល់ឲ្យហ្នឹងវាតិចហើយចំនួននិស្សិតច្រើនអញ្ចឹងនិស្សិតបើសិនជាដដើមមកតន់គេទេអស់ឱកាសហ្នឹងហើយហើយអញ្ចឹងពួកខ្ញុំត្រូវតែស្វែងរកឱកាសដោយខ្លួនឯងណាស្វែងរកឱកាសដោយខ្លួនឯងតាមរយៈអីគេតាមរយៈនយោបាយកអប់រំនយោបាយកដល់សិក្សាដែលគាត់តែងតែមានកម្មវិធីដូចជាខ្ញុំចាំកម្មវិធីនាវាយុវជនអាស៊ានដែរហ្នឹងហើយមានកម្មវិធីច្រើនទៀតតាមជំនាញអញ្ចឹងណាហើយខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីទាំងអស់នោះដែរចានិយាយតាមត្រង់ការរៀនសឹងតែទៅរាល់ឆ្នាំហ្នឹងហើយអញ្ចឹងរបស់ទាំងអស់នោះខ្ញុំគិតថាបើសិនជាបងអូនមានឱកាសផ្ដល់ឲ្យបងអូនគួរតែចាប់យកពីព្រោះអីយើងរៀន4ឆ្នាំយើងរៀនតែយើងបើភាសានេះគេហៅថាជំនាញរឹងណា hard skill ជំនាញឯកទេសរបស់យើងណាប៉ុន្តែយើងអាចបានរៀនជំនាញ soft skill ទេជំនាញទន់ហើយជំនាញទន់ទាំងអស់ហ្នឹងឯងធ្វើឲ្យយើងងាយស្រួលចុះសម្រុងមួយគេខ្ញុំនៅតែនិយាយថាអាភាពចុះសម្រុងគ្នាភាពបត់បែនហ្នឹងគឺជាទុនសំខាន់បំផុតក្នុងការដែលធ្វើឲ្យការងាររបស់យើងឈរជើងបានយូរពីព្រោះតាមត្រង់ទៅពេលដែលចេញធ្វើការមិនប្រកាសថាអូនជំនាញធនាគាររ៉ាញ់វត្ថុអូនទៅធ្វើការខាងហ្នឹងទេគាត់យើងមើលអត់ឃើញដែរគាត់អត់មើលឃើញទេបើសិនជាប៉ះបងអូនផងថាគាត់ប្រកាន់ការងារអូដឹងកាលណាគាត់បានការងារតាមក្តីសម័យឬក៏សម្បត្តិរបស់គាត់ហ្នឹងទេនិយាយពីការចូលរួមសកម្មភាពនៅក្នុងសាកលវិទ្យាល័យវិញមានសិស្សមួយចំនួននិយាយថាឧទាហរណ៍ខ្ញុំផ្ទាល់តែម្ដងខ្ញុំគិតថាខ្លួនឯងរៀនពីសកលហើយណាមួយទៀតខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពអីក្រៅពីម៉ោងសិក្សារបស់យើងទេចាប៉ុន្តែថ្ងៃមួយខ្ញុំបានស្ដាប់សំណេរមួយបានស្ដាប់ podcast មួយប៉ុន្តែអត់ចាំថា podcast នឹងឈ្មោះអីទេអ្នកគ្រូគាត់ថាឲ្យលើកទឹកចិត្តទៅពួកអីពេលវេលាណាគេក៏ចេះរវល់ដែរប៉ុន្តែសំខាន់ក្នុងការឆ្លៀតក្នុងការជំនះយកឱកាសរបស់យើងភាគច្រើនឱកាសវាតែងតែមានទេប៉ុន្តែសំខាន់ក្នុងការចាប់យកឱកាសហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តចូលរួម Club Banking and Finance Club គឺជា club លើកទី1របស់ខ្ញុំចាពេលអញ្ចឹងទៅយើងអាចរៀននៅបទពិសោធន៍ជាច្រើនទាំង soft skill ទាំង hard skill និងរៀនធ្វើការជាក្រុមចាអ្នកគ្រូដូចអ្នកចាអត់ទេយើងគាត់ចង់ថាតើសាពួកបងប្អូនដែលខ្ញុំដឹងថាបងអូនមួយចំនួនក្នុងថ្នាក់ខ្ញុំដែលខ្ញុំបរិញ្ញាហ្នឹងគឺគាត់រៀនពីមហាវិទ្យាល័យប៉ុន្តែគាត់នៅតែឆ្លៀតបានតាមពិតអាចថាបើសិនជាបងអូនព្យាយាមវឹកហាត់ឬក៏រៀបចំការវិភាគខ្លួនឯងឲ្យបញ្ញឹកមួយការងារណាចាអ្នកគ្រូទម្លាប់នឹងបង្កើតជាទម្លាប់មួយអញ្ចឹងទម្លាប់នឹងគឺធ្វើឲ្យអូនកាន់តែមានអារម្មណ៍ថាខ្លួនឯងចេះចង់ដឹងរឿងថ្មីចាគ្រូហ្នឹងហើយអញ្ចឹងនៅពេលដែលចេះចង់ដឹងរឿងថ្មីមានប្រធានបទអីថ្មីចេះចង់ទៅជួបគេឬក៏ចង់ទៅដឹងរឿងថ្មីទៀតអានឹងគឺជារឿងល្អមួយពីព្រោះហាក់ដូចជាយើងបង្កើតទម្លាប់ខ្លួនឯងវឹកហាត់ខួរក្បាលខ្លួនឯងឲ្យគិតច្រើនឲ្យចេះពិចារណាវិភាគអីច្រើនហ្នឹងទៅអញ្ចឹងនៅពេលដែលអូនតនេអូនតនេគឺអូនអត់នៅសុខក្នុងខ្លួនទេចាមានអារម្មណ៍ខ្លួនឯងអត់ប្រយោជន៍អូននឹងអត់ប្រយោជន៍អញ្ចឹងសកម្មភាពទាំងអស់ហ្នឹងគឺល្អមែនតើពីព្រោះអញ្ចេះខ្ញុំមកដល់វ័យប៉ុណ្នេះខ្ញុំមានអារម្មណ៍ថាតាំងពីក្មេងមកខ្ញុំដូចប្អូនអញ្ចឹងខ្ញុំរៀនពីសាកលដែរចាអ្នកគ្រូគឺអត់ដែរតនេទេហើយសៅរ៍អាទិត្យក៏ដែរតនេដែររៀនរហូតអញ្ចឹងដល់តែពេលរៀនចប់ចេញធ្វើការល្បីរហូតហើយបើសិនជាថ្ងៃ
អត់ណាវិញមានអារម្មណ៍ថាថ្ងៃនេះអត់មានបានធ្វើអីមានប្រយោជន៍សោះ ចាអ្នកគ្រូ ហ្នឹងហើយតាមវិញទៅធ្វើឲ្យយើងចិត្តតែចង់ដឹងរឿងថ្មីថ្មីអញ្ចឹងហើយទៅខ្ញុំតែងតែអាប់ដេតព័ត៌មានថ្មីថ្មីជានិច្ចអញ្ចឹងណា ចាអ្នកគ្រូអញ្ចឹងបកមកកាន់សង្គមជាក់ស្ដែងនិយាយទៅខាងសេដ្ឋកិច្ចដូចជា digital marketing ព្រោះខ្ញុំឆ្ងល់ថាកាហ្វេខ្ញុំដើរតាមផ្លូវមុខនេះយើងណាអ្នកគ្រូ ចា 10ចាហ៊ានឃើញម៉ូតូ10ចាហ៊ានឃើញម៉ូតូប៉ុន្តែអាជីវករភាគច្រើនគាត់តែងតែចង់បើកកាហ្វេគាត់ភាគច្រើនគឺខ្ញុំចង់បង្កើតអាជីវកម្មគឺលក់កាហ្វេ ចា អញ្ចឹងទៅតើតាយុទ្ធសាស្ត្រទីផ្សារ digital ធ្វើម៉េចដើម្បីឲ្យមានគេចូលមកទិញច្រើនអ្នកគ្រូ សំណួរហ្នឹងវាពាក់ព័ន្ធនឹងជំនាញមួយទៀតเนาะ ចា តាមពិតទៅខ្ញុំក៏ជាគ្រូផ្នែក digital marketing ដែរប៉ុន្តែនៅខាងនឹងឯខាងសាកលពុំភ្នំពេញអញ្ចឹងណាចាអាចនិយាយបានថានៅក្នុងបរិបទសង្គមយើងណាយើងអត់ទាន់ស្គាល់ច្បាស់អំពីអាជីវកម្មអត់ទាន់ស្គាល់ច្បាស់ពីខ្លួនឯងខ្ញុំនិយាយចឹងមិនមែនថាខ្ញុំស្គាល់ច្បាស់ឬក៏អីទេប៉ុន្តែបើយោងទៅតាម marketing ហើយយោងទៅតាមនិន្នាការសង្គមបច្ចុប្បន្នយើងគ្រាន់តែឃើញមើលពីចង្អាយថាបរិមាណអ្នកញ៉ាំកាហ្វេច្រើនអញ្ចឹងគាត់ចង់បើកហាងកាហ្វេប៉ុន្តែគាត់អត់មានគិតថាកាហ្វេគេបើកច្រើនហើយ ចាអ្នកគ្រូ អញ្ចឹងតើយើងគួរតែបើកអីខុសប្លែកពីគេហើយអាហ្នឹងវាចូលទៅដល់ជំហាននៅក្នុងការបើកអាជីវកម្មមួយក្នុងការបើកអាជីវកម្មមួយដូចខ្ញុំចាត់ចែងនិស្សិតគ្រប់សន្ទុះដឹកនាំនិស្សិតឆ្នាំទី4ក្នុងការធ្វើសារណាក៏ដោយក្នុងការធ្វើរៀបចំសរសេរគម្រោងផែនការអាជីវកម្មក៏ដោយខ្ញុំតែងតែឲ្យពួកគាត់រកភាព unique ភាពដែលមានតែមួយណាអញ្ចឹងភាពមានតែមួយហ្នឹងបើនៅក្នុង digital marketing ដែលខ្ញុំបង្រៀនគឺខ្ញុំមានយុទ្ធសាស្ត្រពី3ហ្នឹងទៅអញ្ចឹងខ្ញុំឲ្យពួកគាត់រើសថាតើយុទ្ធសាស្ត្រមួយណាដែលគាត់គួរយកមកធ្វើហើយនិយាយតាមត្រង់ថាខ្ញុំរៀងតឹងតិចក៏បានដែរអ្នកដែលឆ្លងកាត់សរសេរគម្រោងឆ្នាំទី4របស់ខ្ញុំហ្នឹងប្រសិនបើអាគម្រោងអាជីវកម្មរបស់គាត់ហ្នឹងមិនប្លែកពីគេខ្ញុំអត់យក ចាអ្នកគ្រូ អញ្ចឹងបើសិនជាអូនថាបើកហាងកាហ្វេគេបើកច្រើនហើយបើណៃបើកកាហ្វេអាយឡាតេ hot latte មានអីទៀត Americano កន្លែងណាក៏បើកដែរណា ដដែលដែរវាអត់មានអីថ្មីទេណាអញ្ចឹងតើតែយើងរករបស់អីដែលថ្មីហើយឥឡូវឆ្នាំ2025មកសួរថារបស់ថ្មីហ្មងពិបាករកណាស់ប៉ុន្តែយើងត្រូវចេះឆ្នៃអញ្ចឹងហើយទៅជាហេតុធ្វើឲ្យហាងកាហ្វេមួយចំនួនគាត់តែងតែចំណាយពេលជាម្ចាស់អាជីវកម្មគាត់ចំណាយពេលទៅបង្កើតមនុយថ្មីហ្នឹងហើយភេទជ្ជៈថ្មីមុខម្ហូបថ្មីសូម្បីតែខ្ញុំក៏អញ្ចឹងដែរ ចាអ្នកគ្រូ បើរយៈនេះព្យាយាមកាត់បន្ថយដើម្បីអីអង្គុយរកនឹកមនុយថ្មីអង្គុយរកនឹកថាតើអីដែលថ្មីអញ្ចឹងណាហើយថ្មីយើងអាចមើលទៅប្រទេសជិតខាងយើងគេមានអីថ្មីហើយយើងអាចយកបទពិសោធន៍របស់គេហ្នឹងយកក៏យកអីថ្មីពីគេហ្នឹងយើងយកមកច្នៃបន្ថែមបាទពីព្រោះអីគប់ពីគេមកទាំងស្រុងគឺអត់បានទេដោយសារតែ customer behavior ឬក៏យើងហៅថាអត្តចរិតរបស់ប្រជាជនយើងខុសពីប្រជាជនដទៃចឹងហើយទៅអ្នកធ្វើអាជីវកម្មនៅប្រទេសណាផ្សេងជោគជ័យមិនប្រកាសថាមកនៅស្រុកយើងជោគជ័យដោយសារតែអត្តចរិតប្រជាជនមួយប្រទេសជាតិមួយទៅប្រទេសជាតិមួយទៀតគឺខុសគ្នាវប្បធម៌ខុសគ្នាការយកឃើញខុសគ្នាអញ្ចឹងយើងត្រូវតែសិក្សាអំពីអាកប្បកិរិយានៃការទិញឬក៏ customer behavior នៅស្រុកយើងឲ្យច្បាស់សិនមុននឹងបើកអាជីវកម្ម ចាអ្នកគ្រូស្ថិតទៅលើមនុយថ្មី ចា ដូចថាតូបកាហ្វេខ្លះហាងកាហ្វេខ្លះគាត់បង្កើតមនុយថ្មីប៉ុន្តែមនុយដែលគាត់បង្កើតថ្មីហ្នឹងគឺអត់ល្បីអត់ on trend គេល្បីញ៉ាំឧទាហរណ៍ដូចថា passion cream ចា មានយូរហើយប៉ុន្តែខាងកាហ្វេមួយទៀតគាត់ធ្វើទីផ្សារទៅទើបដើរទាំងអស់គ្នាទើបល្បីប៉ុន្តែសួរថាមនុយហ្នឹងចាប់ផ្ដើមថ្មីយូរនៅយូរហើយប៉ុន្តែអត់ទាន់ល្បី អូខេគឺនឹងយើងវែងឆ្ងាយតិចណោះមនុយថ្មីហើយយើងត្រូវស្គាល់អំពីអតិថិជនគោលដៅ ចា ហើយអតិថិជនគោលដៅរបស់យើងតើជាបើនិយាយភាសាបច្ចេកទេសជំនាន់អីជំនាន់ X ជំនាន់ Y ជំនាន់ Z ជំនាន់ Alpha ហ្នឹងហើយគួរផ្សំថាក្រៅពីជំនាន់របស់ពួកគាត់ហើយពួកគាត់រស់នៅតំបន់ណាទៀតហើយរស់និយមរបស់ពួកគាត់មិនដូចឥឡូវ passion cream cheese
តតែ passion ហ្នឹងរៀងជូរហើយរៀងផ្អែមបន្តិចអញ្ចឹងណាហើយអា cream cheese ហ្នឹងគឺ cream ប្រៃព្រោះខ្ញុំធ្វើឡើយនឹងដែរមិនដឹង បានឆ្ងា ហើយ ញ់ មក cream ប្រៃឆ្ងាញ់ហើយ cream ហ្នឹងរៀងខាប់ម្លាយបន្តិចបើ cream ហ្នឹងរៀងរាវអត់ឆ្ងាញ់ដែរ ចាអ្នកគ្រូ អញ្ចឹងតោះតែយើងដឹងថាអតិថិជនគោលដៅរបស់យើងក្រុមនេះគាត់ចូលចិត្តបែបនេះយើងធ្វើឲ្យគាត់ត្រូវហើយគួបផ្សំនឹងរឿង marketing មួយទៀត ចាអ្នក ហើយ marketing ត្រូវដឹងទៀតបកវិញណាអតិថិជនគាត់ដែរជាអ្នកណាបើអតិថិជនគាត់ដែរជាដូចថាក្រុមជំនាន់អូនជំនាន់ Z អញ្ចឹងជំនាន់ Z ពួកគាត់ចូលចិត្តអីហើយឥឡូវខ្ញុំនិយាយតាមត្រង់ខ្ញុំតាមអញ្ចឹងតណាក្មេងៗឥឡូវការពីជំនាន់ខ្ញុំគេចូលចិត្តមើលរឿងកំ pl ែងរឿងធ្លុករឿងអីដល់ពេលជំនាន់ឥឡូវខ្ញុំឃើញក្មេងៗមើលកូនរឿងខ្មោច អញ្ចឹងអាចថាបើសិនជាមនុយថ្មីអត់ដឹងរសជាតិហ្នឹងត្រូវមួយអតិថិជនគោលដៅរបស់យើងទេអត់ដឹងថា tip marketing ហ្នឹងត្រូវមួយពួកគាត់ទេក៏ធ្វើអត់ចេញដែរ ត្រូវអ្នកគ្រូចំពោះខ្ញុំ Gen Z ផ្ទាល់ខ្ញុំអត់ដឹងថាចំនួនខ្ញុំគឺ on trend រឿងម៉េចចំណងជំនឿគាត់ចំណងជំនឿចិត្តគាត់បែបណាខ្ញុំអត់ដឹងដែរអ្នកគ្រូពេលខ្លះយើងវក់ធ្វើការងារនោះទៅយើងអត់បានតាមដាន social media គឺតាមអត់ទាន់គេទេអ្នកគ្រូ ទឹកឃើញការខ្ញុំនៅរៀនឲ្យខ្ញុំចូលតាមថ្នាក់ជួថាថ្ងៃនេះមាន training អីគេអត់ទៅមាន training អីគេខ្ញុំសួរនេះយើងរហូតខ្ញុំសួរអញ្ចឹងដើម្បីព្រោះយើងខុសចំនួនគ្នាអ្នកគ្រូខ្ញុំ Gen Y បងប្អូន Gen Z អញ្ចឹងខ្ញុំតែងតែព្យាយាមបញ្ជាខ្លួនមួយបងប្អូនឲ្យដឹងអំពីបងប្អូនគេកំពុង trending អីគេកំពុងពេញនិយមអីគេភាសាខ្មែរពេញនិយមអីគេដើម្បីបានប្រធានបទទៅចែកមួយគ្នាយើងបើមិនអញ្ចឹងទេខ្ញុំនិយាយគោហើយយើងនិយាយកបិស្ដាប់ហ្នឹងហើយអញ្ចឹងមកខ្ញុំពេលខ្ញុំបើអាជីវកម្មខ្លួនឯងខ្ញុំមើលសន្ទុំមិនបើគេគឺមើលអាជីវកម្មរបស់ប៉ាម៉ាក់ហ្នឹងក៏ខ្ញុំមើលដែរអតិថិជនរបស់ខ្ញុំក្រុមដែរដូចខ្ញុំខាងខ្ញុំបរទេសច្រើនអញ្ចឹងខ្ញុំអាចយកមនុយបែបខ្មែរច្រើនអីទេដោយសារតែទីតាំងរបស់យើងខុសគ្នាអតិថិជនគោលដៅរបស់យើងខុសគ្នាអញ្ចឹងអ្នកខ្លះគេសួរខ្ញុំបងអត់សូវមាន promotion ផង motion អីខ្ញុំបរទេសគាត់មិនដែលមើល motion ចា៎ណាអូនតែចំពោះភ្ញៀវជាតិយើងអ្នកគ្រូមាន promotion អត់អ្នកគ្រូ នោះមាន អញ្ចឹងចិត្តដូចជំរាបចឹងដោយសារតែខ្ញុំចែកថាភ្ញៀវភាគច្រើនបរទេសហ្នឹងទៅអញ្ចឹងយើងគួរតែរៀបមុខម្ហូបបែបណាត្រូវមួយពួកគាត់ដល់ពេលភ្ញៀវខ្មែរគាត់អាចត្រូវការរឿងអីផ្សេងអញ្ចឹងណាហ្នឹងហើយថាឥឡូវនៅ Sky Bar ខាងខ្ញុំអញ្ចឹងប៉ុន្តែមិនប្រកាសថាអ្វីដែលខ្ញុំរៀបពីដំបូងហ្នឹងគឺ perfect ទាំងអស់ទេឬក៏ល្អខ្ចោះទាំងអស់ពីព្រោះអញ្ចេះយើងធ្លាប់អានសៀវភៅមើល research ហើយមើលលទ្ធផល research ប្រទេសជុំវិញក៏ដូចជាសន្តាគារក្បែរៗហ្នឹងដឹងថាភ្ញៀវបរទេសគេចូលចិត្តបែបនេះប៉ុន្តែដល់ពេលយើងរៀបមនុយរ៉ាំហ្នឹងមកដល់គឺភ្ញៀវត្រូវការអូនចម្លែកណាភ្ញៀវដែលខាង western ណាខាងអឺរ៉ុបច្រើនប៉ុន្តែគាត់មកដល់ខ្មែរខ្ញុំគិតថាភ្ញៀវចូលចិត្ត steak ចូលចិត្តspaghetti ឬក៏អីណាចុងក្រោយគាត់កំងម្ហូបខ្មែរចាវាអាហ្នឹងមកដល់គាត់សួរថា you have the fish មកមានអាមកត្រីអត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ដល់គាត់រកម្ហូបខ្មែររហូតដល់ខ្ញុំសាកធ្វើនំកញ្ឆាយមនុយនំកញ្ឆាយមនុយលតឆាដាច់អាហ្នឹងចាអ្នកគ្រូអញ្ចឹងមិនប្រកាសថាយើងធ្វើដំបូងហ្នឹងគឺត្រូវទេនិយាយចាំ update មនុយហើយយើង research ហើយនឹងក៏ដូចជាយើងត្រូវតែអបជាមួយភ្ញៀវរហូតហើយជាពិសេសត្រូវតែ follow up មួយភ្ញៀវសុំ feedback ភ្ញៀវអញ្ចឹងណាបើអត់មានសុំ feedback ទេគឺយើងដឹងថាយើងត្រូវអភិវឌ្ឍឬក៏ develop ហ្នឹងហើយធ្វើមិនឲ្យអាជីវកម្មឬក៏សេវាកម្មរបស់យើងល្អជាងមុនទេចាអ្នកគ្រូអរគុណអ្នកគ្រូនេះគឺជាសំណួរចុងក្រោយអញ្ចឹងខ្ញុំចង់ដឹងថាតើការយឺតពេលដែរអត់ដែលត្រូវចាប់ដើមអាជីវកម្មថ្មីដោយសារតែអានេះខ្ញុំផ្ទាល់តែម្ដងអ្នកគ្រូខ្ញុំស្ទាក់ស្ទើរក្នុងការបង្កើតអាជីវកម្មខ្ញុំអត់ដឹងថាខ្ញុំគួរបង្កើតឥឡូវឬក៏ចាំបន្តិចទៀតឬក៏ចាំពេលខ្ញុំរៀនចប់ឬក៏ពេលមានការងារធ្វើហើយទើបអាចបង្កើតអាជីវកម្មបានតើវាយឺតពេលដែរអត់ក្នុងការស្ទើរស្ទាក់បែបហ្នឹងវាអត់ច្បាស់ក្នុងអារម្មណ៍ខ្លួនឯងហើយណាមួយវិញទៀតបើសិនបើមិនចាប់ដើមអាជីវកម្មនៅពេលនេះទេតើពេលណាដែលអាចសមស្របក្នុងការបង្កើតអាជីវកម្មបានអ្នកគ្រូអរគុណច្រើនអូនសំណួរហ្នឹងល្អព្រោះខ្ញុំក៏ធ្លាប់មានអ្នកសួរខ្ញុំដែរប៉ុន្តែគ្រាន់តែអញ្ចេះចម្លើយខ្ញុំអាចផ្ដល់ឲ្យបានទៅតាមលក្ខខណ្ឌរបស់បុគ្គលម្នាក់
ដូចខ្ញុំបានជំរាបពីសំណួរដំបូងអញ្ចឹងថាអូនស្គាល់ខ្លួនឯងច្បាស់នៅអូនដឹងអំពីទេពកោសល្យខ្លួនឯងនៅបើសិនជាអូនអត់ដឹងស្គាល់ខ្លួនឯងច្បាស់ទេអូនអត់ដឹងពីទេពកោសល្យទេហើយមួយទៀតបទពិសោធន៍ក៏ដូចជាចំណេះដឹងពាក់ព័ន្ធទៅនឹងផលិតផលឬក៏សេវាកម្មដែលយើងចង់ទៅនឹងណាគឺខ្ញុំគិតថាកុំអើសិន ចាអ្នកគ្រូ ចាយើងទៅធ្វើការឲ្យគេយកបទពិសោធន៍ដឹងរឿងនឹងអស់សិនហើយចាំយើងអាចចាប់ផ្ដើមអាជីវកម្មយើងអត់មានពាក្យថាយឺតពេលទេសម្រាប់អាជីវកម្មមួយគ្រាន់ថាតើយើងជាម្ចាស់អាជីវកម្មឬក៏ជាអ្នកគ្រប់គ្រងដំណើរការអាជីវកម្មទាំងមូលតើយើងបានត្រៀមខ្លួនរួចឬនៅពីព្រោះអញ្ចឹងកាលពីសប្តាហ៍មុនមានឆ្នាំទី4មកក្រុមហ្នឹងគាត់សួរខ្ញុំគាត់ចង់បើកអាជីវកម្មដែលយកផលិតផលខ្មែរច្នៃ ចាអ្នក ច្នៃដើម្បីទី1លើកតម្កើងផលិតផលខ្មែរទី2ដើម្បីទាក់ទាញភ្ញៀវបរទេសគាត់ចង់យកកម្មាច្នៃជាវាំងននព្រោះគាត់ថាអត់ដែលឃើញគេយកកម្មាច្នៃជាវាំងននខ្ញុំថា concept ល្អ ល្អមែន ប៉ុន្តែសួរអញ្ចេះតើអតិថិជនគោលដៅរបស់បងអូនជាអ្នកណាគាត់ថាជាភ្ញៀវបរទេសហើយនឹងជាម្ចាស់សន្តាគារអីចឹងណាខ្ញុំថាបើសិនជាភ្ញៀវបរទេសខ្ញុំគិតថា no ពីព្រោះអញ្ចេះវាំងននមួយទម្ងន់ប៉ុន្មានគីឡូហេទម្ងន់ប៉ុន្មានគីឡូអញ្ចឹងភ្ញៀវបរទេសដែលគាត់មកលេងស្រុកខ្មែរគាត់ម្នាក់គាត់ទទួលបានតែ23ទៅ30គីឡូឯងឬក៏យ៉ាងច្រើន40គីឡូពេលដែលគាត់មកអញ្ចឹងណាអញ្ចឹងគាត់អាចយកទៅបានយកបានទេទី1ទី2បើនិយាយអំពីម្ចាស់សន្តាគារឬក៏ផ្ទះសំណាក់អីខ្ញុំគិតថាហិតតណូទៀតហេតុអីបើខ្ញុំថា no ហ៎ពីព្រោះខ្ញុំបាន feedback ពីភ្ញៀវខ្លួនឯងផ្ទាល់ អូចាអ្នកគ្រូ ភ្ញៀវគឺមិននៅពេលដែលថាវាំងននរបស់យើងវាំងននរបស់យើងពណ៌រៀងទឹកខ្មែរយើងភាគច្រើនប្រើវាំងននពណ៌រៀងស្រាលស្រាលណាឬក៏ពណ៌លតពណ៌អីហ្នឹងទៅប៉ុន្តែភ្ញៀវគឺគាត់ចង់បានវាំងននណាខ្មៅក្រឹបតែម្ដងហើយទោះជាយើងដាក់វាំងនន2ជាន់ហើយមានស្បៃហើយវាំងននមួយជាន់ទៀតណាក៏គាត់នៅ complain គាត់នៅប្រាប់យើងវិញថាប្រសិនបើវាំងននគាត់បាំងពលឺចិត្តកុំឲ្យពលឺចូលហ្មងណានឹងគឺល្អហើយអញ្ចឹងអូនសង្កេតមើលសន្តាគារផ្កាយ4ផ្កាយ5ទៅនៅក្នុងស្រុកទៅនៅក្រៅស្រុកអូនមើលវាំងននគេមិនអានជាន់ 2ជាន់ 2ជាន់ ចា ហ្នឹងហើយអញ្ចឹងខ្ញុំថា concept អូនល្អប៉ុន្តែសួរថាមកតតភាពពិតអាចទទួលយកបានអត់ ត្រឹមត្រូវអ្នកគ្រូ ណា ចា អញ្ចឹងមិនប្រកាសថាអឺភាពច្នៃបណ្ឌិតឬក៏យើងគិតថារបស់នឹងខ្លែកអត់ដែលមានគេធ្វើយើងធ្វើបានទេយើងត្រូវសួរអ្នកមានបទពិសោធន៍តើរឿងនឹងអាចធ្វើបានអត់ចឹងហើយបាទខ្ញុំតែនិយាយថាឆ្នាំទី4ឲ្យជួបខ្ញុំថាអូអ្នកគ្រូតឹងមិនមែនតឹងទេគឺខ្ញុំចង់ឲ្យយករបស់ណាដែលអាចថ្ងៃក្រោយជាទុនពួកគាត់រកស៊ីបានហ្នឹងមិនមែនថាខ្ញុំចេះជាងគេប៉ុន្តែគាត់ថាអូនឯងវិភាគមើលថាវាអាចទៅរួចអត់ ចាអ្នកគ្រូ ឲ្យរៀនវិភាគហ្នឹងហើយមិនមែនថារបស់ថ្មីដាក់ទៅយ៉ាងឆ អ ោ ស់លុយដល់ ចា ចា ហ្នឹង ហ្នឹង ហើយ អូន អញ្ចឹងមិនឃើញអាជីវកម្មភាគច្រើនរបស់គាត់ថ្មីពិតមែនប៉ុន្តែល្បីបានមួយឆាក៏បាត់ទៅវិញបាត់ ចា អារឿងហ្នឹងដែរដូចជាធ្លាប់និយាយនៅក្នុងម៉ោង accounting ម៉ោងគណនេយ្យធ្លាប់និយាយម៉ោងហិរញ្ញវត្ថុធ្លាប់និយាយ ចា អំពីវដ្តជីវិតរបស់អាជីវកម្មមួយវដ្តជីវិតរបស់អាជីវកម្មមួយគឺខ្ទង់3ទៅ5ឆ្នាំចាសំទោសបើខ្ញុំនិយាយខុសប៉ុន្តែក្នុងអំឡុងប្រហែលឆ្នាំហ្នឹងបើនិយាយពីទ្រឹស្ដីជំនាន់មុនគ្រាន់តែគាត់ផ្ដោតទៅលើថាធ្វើម៉េចបង្កើតអាជីវកម្មមួយឲ្យដើរប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺគេផ្ដោតច្រើនបន្ទាប់ពីបង្កើតអាជីវកម្មមួយឲ្យដើរហើយតែអាជីវកម្មហ្នឹងឈរជើងក្នុងទីផ្សារបានយូរប៉ុណ្ណាអញ្ចឹងទៅជាហេតុធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនណាគាត់តែងតែមានការអាប់ដេតមនុយឬក៏ផលិតផលសេវាកម្មរបស់គាត់ជានិច្ចពីព្រោះបើសិនជាអត់អាប់ដេតទេអត់អាចគប់នៅតម្រូវការឬក៏ការចង់បានរបស់អតិថិជនបានទេព្រោះចិត្តអតិថិជនអត់នៅថេរហូតទេខ្ញុំតែនិយាយលេងថាងើបពីគេងមកចង់ឃ្លានកាទៀវណាឃ្លានកាទៀវដល់ទៅពេលទៅដល់ហាងកាទៀវឃើញហាងកាទៀវភ្ញៀវច្រើនពេកអត់ទេញ៉ាំបាយមាន់វិញផ្លែតសោះដូរចិត្តបាត់ចាអញ្ចឹងបើសិនជាអូនអត់អាប់ដេតទេគឺភ្ញៀវយើងរត់ហើយ ចាអ្នកគ្រូ យើងរត់ហើយអញ្ចឹងណាអញ្ចឹងយើង
ចូលជើងបានយូរត្រូវតែ update ជានិច្ច ចាអ្នកគ្រូអញ្ចឹងជាចុងក្រោយអ្នកគ្រូមានសារផ្ដាំឬក៏លើកទឹកចិត្តដល់សិស្សានុសិស្សមួយចំនួនដែលគាត់ចង់បង្កើតអាជីវកម្មក្នុងពេលសិក្សាអត់អ្នកគ្រូចាអរគុណអូនជាចុងក្រោយចាក្នុងនាមខ្ញុំជារៀមច្បងមួយរូបប៉ុន្តែមានថាមិនមែនថាខ្ញុំចេះអស់ទេពីព្រោះនៅតែរៀនបន្តអញ្ចឹងរាល់ថ្ងៃអញ្ចឹងចង់ផ្ដាំផ្ញើទៅបងប្អូននិស្សិតថាក្នុងវ័យនេះរៀនចាបងអូនរៀនគឺអូនគួរតែចំណាយពេលឲ្យបានច្រើនចូលរួមក្នុងការងារសង្គមចូលរួមក្នុងដូចជាកម្មវិធី club អីចឹងទៅតាមសាកលវិទ្យាល័យនីមួយៗដើម្បីឲ្យអូនបានស្គាល់មនុស្សឲ្យបានច្រើនមានបណ្ដាញច្រើនហើយក៏ទទួលបានបទពិសោធន៍ថ្មីៗទាំងផ្នែកទំនាក់ទំនង communication ទាំងផ្នែកការធ្វើការជាក្រុមហើយទន្ទឹមនឹងនេះក៏អូនមិនត្រូវបណ្ដែតបណ្ដោយខ្លួនដែរអូនត្រូវស្គាល់ខ្លួនឯងច្បាស់ដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងហើយការដឹងពីចំណុចខ្លាំងនេះជាទុនដ៏សំខាន់ក្នុងការដែលប្អូនចាប់ផ្ដើមអាជីពមួយដែលចូលជើងបានយូរក៏ដូចជាអាជីវកម្មមួយចូលជើងបានយូរដែរពីព្រោះអីទេពកោសល្យខ្លះគឺអ្នកផ្សេងមិនមានទេចាអញ្ចឹងបើសិនជាខ្ញុំលើកឧទាហរណ៍ណាដូចបិតាស្ថាបត្យកររបស់យើងសន្តោបិតាស្ថាបត្យកម្មលោកតាវ៉ាន់នីវ៉ាន់ចាលោកបានអាជីវកម្មទៅហើយប៉ុន្តែអូនមើលថាតើក្នុងចំនួនគាត់ស្ថាបត្យករប្រមាណអ្នកចប់ក្នុងចំនួនតែសួរថាល្បីប្រមាណអ្នកចានេះមកពីទេពកោសល្យរបស់គាត់អញ្ចឹងនៅពេលដែលមនុស្សម្នាក់មានទេពកោសល្យមួយលេចធ្លោហ្នឹងគឺភាពខ្លាំងរបស់គាត់គឺគាត់អាចឈរជើងនៅក្នុងវិស័យនេះគឺបានយូរមែនតើអញ្ចឹងសាររបស់ខ្ញុំគឺសំខាន់ពីរប្រឹងរៀនក៏ដូចជាចូលរួមនៅក្នុងសកម្មភាពសង្គមឲ្យបានច្រើនដើម្បីស្គាល់អំពីបញ្ចដ្ឋានខាងក្រៅបទពិសោធន៍ខាងក្រៅយើងមិនដែលបានជួបនៅក្នុងសាលាទេនិងទី2គឺស្គាល់អំពីខ្លួនឯងឲ្យច្បាស់នៅពេលដែលអូនស្គាល់ពីចំណុចខ្លាំងហើយកុំភ្លេចស្គាល់ចំណុចខ្សោយខ្លួនឯងផងចំណុចខ្លាំងនិងចំណុចខ្សោយខ្លួនឯងឲ្យច្បាស់ពីព្រោះអីនៅពេលយើងស្គាល់ចំណុចខ្សោយយើងនឹងព្យាយាមកាត់បន្ថយឬក៏វឹកហាត់ចំណុចខ្សោយរបស់យើងឲ្យคล้ายជាចំណុចខ្លាំងឬក៏ចំណុចធម្មតាវិញនៅពេលដែលប្អូនស្គាល់ពីនេះច្បាស់ហើយគឺអូនអាចចាប់ដើមអាជីពការងារក៏ដូចជាអាជីវកម្មរបស់អូនពេលណាក៏មិនយឺតពេកដែរចាប៉ុន្តែមុននឹងបញ្ចប់ខ្ញុំមានចំណុចមួយទៀតដែលផ្ដាំផ្ញើទៅបងប្អូនពីព្រោះមានអ្នកខ្លះគាត់គិតថាអូរៀនចប់4ឆ្នាំហើយចប់រៀនចប់អនុបណ្ឌិតហើយគឺចប់អត់ទេចាគឺយើងត្រូវតែរៀនរហូតសូម្បីតែខ្ញុំនៅរៀនបន្តដែរពីព្រោះអីបច្ចុប្បន្ននេះបច្ចេកវិទ្យានៅតែដើររបបកំហឹងថ្មីនៅតែដើរអញ្ចឹងហើយគឺយើងត្រូវតែរៀនសូត្របន្ថែមតាមរយៈការចូលរួមសិក្ខាសាលាឬក៏វគ្គខ្លីឬក៏រៀនតាមដែលចារៀន research តែខ្លួនឯងក៏បានដែរដើម្បីឲ្យទាន់ទៅនឹងនិន្នាការសង្គមនាពេលបច្ចុប្បន្នក៏ដូចជានិន្នាការពិភពលោកផងដែរពីព្រោះបើសិនជាយើងអត់ដឹងរឿងទាំងអស់ហ្នឹងទេយើងមិនអាចមករៀបគម្រោងផែនការអាជីវកម្មឬក៏គម្រោងថាយើងគួរតែផលិតផលឬក៏សេវាកម្មរបស់យើងគួរតែ upgrade ឬក៏ update ទៅផ្លូវនេះផ្លូវនោះបានទេអញ្ចឹងការសិក្សារៀនសូត្របន្តនេះគឺរៀនមួយជីវិតគុណចាអ្នកគ្រូអញ្ចឹងការសិក្សាគឺគ្មានដែនកំណត់ទេមានដែនកំណត់ណាមួយវិញទៀតគឺមិនបង្កាន់អាយុអេចាស់ក្មេងគឺអាចរៀនរហូតដល់ថ្ងៃយើងត្រឡប់ទៅវិញចាព្រោះអីវាថ្មីរហូតបើយើងអត់ខំប្រឹងតាមឲ្យទាន់ trend ឬក៏តាមឲ្យទាន់បដិបត្តិសង្គមទេគឺយើង lost ហ្មងអ្នកគ្រូថាអញ្ចឹងក៏បានដែរខ្ញុំផ្ដាំផ្ញើបញ្ញានឹងបងប្អូនមួយទៀតខ្ញុំចាំអ្នកគ្រូប្រហែលគាត់បណ្ឌិតដែរអ្នកគ្រូបណ្ឌិតម្នាក់គាត់ជនជាតិគេទេគាត់បរិញ្ញានៅ KFS គាត់ធ្លាប់ប្រាប់ខ្ញុំថានៅពេលដែលចំណាយពេលនៅក្នុងសាកលវិទ្យាល័យឬក៏សាលារៀនកាន់តែយូរមានអារម្មណ៍ថាកាន់តែក្មេងពីព្រោះគឺបានធ្វើការមួយក្មេងៗរហូតនិយាយលេងក៏ដូចជាការពិតពីព្រោះអីនៅពេលដែលបងអូនជក់រៀនដូចខ្ញុំមិញខ្ញុំបានប្រាប់នៅនេះរបស់យើងហ្នឹងថានៅពេលដែលអូនវឹកហាត់ខួរក្បាលរបស់យើងក៏បង្កើតទម្លាប់យើងមួយឲ្យយើងរវល់ណាគឺយើងអត់អារបស់នឹងអត់បានទេអញ្ចឹងដូចយើងរៀនអញ្ចឹងយើងរៀនរហូតទៅពេលដែលបានអត់បានអាប់ដេតក្នុងឡងពេលមួយអាទិត្យឬក៏ពីអាទិត្យសុកក្នុងខ្លួន
ហ្នឹងហើយអញ្ចឹងការរៀនធ្វើឲ្យយើងដឹងច្រើនហើយក៏យើងឆ្ងល់ច្រើនណា ចា ហើយក៏ក្មេងរហូតពីព្រោះបានដឹងរឿងថ្មីរហូត ចា អរគុណអូន ចាអ្នកគ្រូអរគុណអ្នកគ្រូសម្រាប់ អរគុណ ពេលវេលាដ៏មានតម្លៃក៏ដូចជាបទពិសោធន៍និងការចែកម្លែកពាក្យពេចន៍ល្អៗក៏ដូចជាបទពិសោធន៍ក្នុងជីវិតពិតក៏ដូចជានៅក្នុងការសិក្សាអញ្ចឹងសម្រាប់ទស្សនិកជនទាំងអស់គ្នាប្រសិនបើចូលចិត្ត podcast វគ្គនេះកុំភ្លេច like share ហើយនិង comment នៅខាងក្រោមយ៉ាងណាមិញកុំភ្លេច subscribe our YouTube channel Money Talk Podcast ដែលខ្ញុំនឹងដាក់ link នៅខាងលើអញ្ចឹងសម្រាប់ថាអ្នកនរគ្នាចង់ដឹងពី topic ណាបន្តទៀតអ្នកនរគ្នាអាចនឹង comment នៅខាងក្រោមបានពួកខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការបកស្រាយជូនអ្នកទាំងអស់គ្នា Learn and grow your money with us សូមអរគុណសូមជម្រាបលា Bye bye